នេះប៉ុកគីសូមនិយាយពីស្នាដៃមួយទៀតរបស់ Leonardo da Vinci គឺជារូបគំនូរស្ត្រីជាមួយសត្វ Ermine រូបគំនូរដែលលាក់អត្តសញ្ញាណអំណាចនិងអាថ៌កំបាំងគឺជាស្នាដៃដ៏ល្បីបំផុតមួយរបស់ Leonardo da Vinci វាត្រូវបានគូរប្រហែលនៅចន្លោះឆ្នាំ1489-1491នៅទីក្រុង Milan ប្រទេសអ៊ីតាលីស្នាដៃនេះមិនមែនគ្រាន់តែជារូបពាក់កណ្ដាលខ្លួនរបស់ស្ត្រីម្នាក់ដែលកំពុងកាន់សត្វតូចមួយនោះទេប្រសិនបើយើងមើលឲ្យជ្រៅវាជារូបភាពដែលពោរពេញដោយនិមិត្តសញ្ញានយោបាយស្នេហាអំណាចអត្តសញ្ញាណនិងបច្ចេកទេសសិល្បៈស្ត្រីក្នុងរូបគឺ Cecilia Gallerani ដែលជាស្ត្រីវ័យក្មេងម្នាក់នៅរាជវាំង Milan និងជាមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយ Lodovico Sforza ដែលជាអ្នកគ្រប់គ្រង Milan នៅពេលនោះប៉ុន្តែអ្វីដែលធ្វើឲ្យគំនូរនេះអស្ចារ្យគឺ Leonardo មិនបានគូរតែមុខមនុស្សទេគាត់បានគូរបុគ្គលិកលក្ខណៈរបស់មនុស្សតែស្ត្រីក្នុងរូបនេះជានរណាស្ត្រីដែលយើងឃើញគឺ Cecilia Gallerani នាងកើតប្រហែលឆ្នាំ1473ហើយជាស្ត្រីម្នាក់ដែលមានការអប់រំល្អសម្រាប់ស្ត្រីនៅសម័យ Renaissance នាងមានចំណាប់អារម្មណ៍លើអក្សរសិល្បៈកំណាព្យតន្ត្រីភាសានិងវប្បធម៌នាងមិនមែនជាមនុស្សធម្មតានៅក្នុងសង្គម Milan ទេនាងស្ថិតនៅក្នុងបរិយាកាសរបស់រាជវាំង Sforza ដែលជាមជ្ឈមណ្ឌលសំខាន់មួយនៃវប្បធម៌ Renaissance Cecilia និង Lodovico Sforza ចំណុចសំខាន់មួយក្នុងជីវិតរបស់ Cecilia គឺទំនាក់ទំនងរបស់នាងជាមួយ Lodovico Sforza Lodovico គឺជាអ្នកឧបត្ថម្ភសិល្បៈដ៏មានអំណាចម្នាក់នៅ Milan គាត់ក៏ជាមនុស្សដែលបានគាំទ្រ Leonardo អស់រយៈពេលជាច្រើនឆ្នាំដូច្នេះនៅពេល Leonardo គូ Cecilia គាត់មិនបានគូមនុស្សធម្មតាទេគាត់កំពុងគូមនុស្សម្នាក់ដែលស្ថិតនៅក្នុងបរិយាកាសនៃអំណាចរាជវាំងវប្បធម៌នយោបាយស្នេហាហេតុអ្វី Leonardo មិនឲ្យ Cecilia មើលមុខអ្នកនេះជាចំណុចគួរឲ្យចាប់អារម្មណ៍បំផុត Portrait នៅសម័យនោះជាច្រើនបង្ហាញមនុស្សអង្គុយឬឈរមើលទៅមុខប៉ុន្តែ Cecilia បែរមុខទៅខាងឆ្វេងនាងមើលទៅកាន់អ្វីមួយដែលយើងមិនអាចឃើញដូច្នេះអ្នកមើលចាប់ផ្ដើមសួរតើនាងកំពុងមើលអ្នកណានេះធ្វើឲ្យគំនូរមានចលនាប្រសិនបើ Cecilia មើលត្រង់មុខអ្នកគំនូរអាចមានអារម្មណ៍ថាស្ងៀមប៉ុន្តែពេលនាងបែរទៅខាងមួយយើងមានអារម្មណ៍ថាមានអ្វីមួយកំពុងកើតឡើងក្រៅស៊ុមរូបភាពនេះជាអ្វីដែលធ្វើឲ្យ Portrait មានអារម្មណ៍ដូចជា moment ក្នុងរឿងមួយក្បាលបែរមួយទិសរាងកាយបែរមួយទិសសូមសង្កេតមើលរាងកាយរបស់ Cecilia បែរទៅទិសមួយខណៈក្បាលរបស់នាងបែរទៅទិសផ្សេងនេះធ្វើឲ្យរាងកាយមានអារម្មណ៍ថាកំពុងផ្លាស់ទីវាមិនមែនជា Portrait ដែលមនុស្សអង្គុយស្ងៀមដូចរូបថតទេវាដូចជាយើងបានចាប់នាងនៅក្នុងមួយវិនាទីនៃចលនានេះជាការច្នៃប្រឌិតរបស់ Leonardo ចង់បង្ហាញមនុស្សមិនមែនជារូបចម្លាក់ស្ងៀមទេគាត់ចង់បង្ហាញមនុស្សដែលកំពុងគិតកំពុងស្ដាប់ឬកំពុងប្រតិកម្មនេះជាការផ្លាស់ប្ដូរដ៏សំខាន់មួយក្នុង Portraiture នៅសម័យ Renaissance សត្វ Ermine ឥឡូវមកដល់ចំណុចសំខាន់បំផុតតើហេតុអ្វី Cecilia កាន់សត្វ Ermine គឺជាសត្វតូចមួយដែលមានរោមពណ៌ស្នៅរដូវរងាវាមានរាងស្រដៀងនឹងឆ្មានៅអឺរ៉ុបសត្វនេះមានតម្លៃខ្ពស់និងត្រូវបានប្រើប្រាស់ជាសញ្ញានៃភាពបរិសុទ្ធភាពថ្លៃថ្នូរសេចក្តីថ្លៃថ្នូរនិងសីលធម៌តើ Ermine ជាសត្វធម្មតាមិនមែនទេនៅសម័យ Renaissance Ermine មានន័យជានិមិត្តសញ្ញាមានរឿងព្រេងបុរាណមួយថា Ermine សុខចិត្តប្រឈមនឹងការស្លាប់ជាងធ្វើឲ្យរោមពណ៌របស់ខ្លួនប្រឡាក់ដូច្នេះវាត្រូវបានភ្ជាប់ជាមួយគំនិតល្អជាងស្លាប់ជាងបាត់បង់ភាពបរិសុទ្ធទោះជារឿងនេះជាជំនឿបែបនិមិត្តសញ្ញាមិនមែនជាការពិតវិទ្យាសាស្ត្រអំពីសត្វក៏ដោយ Ermine ជានិមិត្តសញ្ញារបស់ Lodovico នេះជាអាថ៌កំបាំងមួយដ៏សំខាន់ Lodovico Sforza ត្រូវបានគេផ្ដល់ Order of the Ermine ដោយស្ដេច Ferdinand I នៃ Naples នៅឆ្នាំ1488ដូច្នេះ Ermine អាចមានទំនាក់ទំនងផ្ទាល់ជាមួយ Lodovico ហេតុនេះ Portrait អាចមានន័យច្រើនជាង Cecilia កាន់សត្វមួយវាអាចជាការបង្ហាញពីទំនាក់ទំនងរបស់នាងជាមួយ Lodovico ឈ្មោះ Ermine ទីនិង Cecilia មានការលេងពាក្យដែលគួរឲ្យចាប់អារម្មណ៍ឈ្មោះ Cecilia Gallerani ជាភាសាអ៊ីតាលីមានសំឡេងដែលអាចជាប់ទៅនឹងពាក្យ Greek Gal ដែលមានទំនាក់ទំនងជាមួយសត្វប្រភេទ Weasel ឬ Ermine ក្នុងការពិភាក្សាខ្លះដូច្នេះ Ermine អាចជានិមិត្តសញ្ញាពីរជាន់ Lodovico Cecilia នេះធ្វើឲ្យសត្វមិនមែនជាគ្រឿងតុបតែងទេតើ Cecilia កំពុងកាន់ Ermine ឬ Ermine កំពុងគ្រប់គ្រងនាងនេះជាការសង្កេតគួរឲ្យចាប់អារម្មណ៍មើលទៅ Cecilia ដូចជាកំពុងអបសត្វប៉ុន្តែសត្វកំពុងបែរទៅទិសដូចគ្នាជាមួយនាងក្បាលរបស់សត្វផ្លាតទៅមុខដូច្នេះមនុស្សនិងសត្វហាក់ដូចជាមានចលនារួមគ្នាវាធ្វើឲ្យ Portrait មានជីវិតហេតុអ្វីសត្វមើលទៅធំ Ermine ក្នុងគំនូរមានទំហំធំជាងដែលយើងអាចរំពឹងពីសត្វពិតមួយអ្នកស្រាវជ្រាវបានសង្កេតថា Leonardo ប្រហែលជាបានពង្រីកទំហំរបស់សត្វដោយចេតនាដើម្បីឲ្យវាមានតួនាទីសំខាន់ក្នុងរួមបញ្ចូលគ្នាវាធ្វើឲ្យ Cecilia និង Ermine ក្លាយជាឯកតាមួយ Ermine អាចតំណាងឲ្យ Lodovico ការបកស្រាយមួយគឺ Cecilia កំពុងកាន់សត្វដែលជានិមិត្តសញ្ញារបស់ Lodovico ដូច្នេះសត្វអាចតំណាងឲ្យបុរសដែលនាងមានទំនាក់ទំនងជាមួយវាធ្វើឲ្យរូបភាពមានស្រទាប់នយោបាយនិងផ្ទាល់ខ្លួនតើនេះជារូបស្នេហាវាអាចមានទំនាក់ទំនងជាមួយស្នេហាប៉ុន្តែយើងមិនគួរនិយាយថា Portrait នេះជារូបស្នេហាក៏ដោយផ្ទាល់ឡើយវាអាចជារូបដែលបង្ហាញ
ហាញទំនាក់ទំនងស្ថានភាពសង្គមអំណាចនិងការភ្ជាប់ជាមួយអ្នកឧបត្ថម្ភនេះជាភាពស្មុគស្មាញរបស់រូបភាពនៅរាជវាំង Renaissance មុខរបស់ Cecilia មុខរបស់នាងមានភាពទន់ភ្លន់ប៉ុន្តែមិនមែនជាស្នាមញញឹមដូច Mona Lisa ទេនាងមានអារម្មណ៍ដូចជាយកចិត្តទុកដាក់មានការគិតមានភាពស្ងប់ប៉ុន្តែមានភាពរស់រវើក Leonardo មិនត្រឹមគូមុខនេះជាចំណុចសំខាន់ Leonardo មិនចង់ឲ្យរូបភាពបង្ហាញតែ Cecilia មានមុខស្អាតទេគាត់ចង់បង្ហាញ Cecilia ជាមនុស្សដែលមានចិត្តគំនិតនិងអត្តសញ្ញាណផ្ទាល់ខ្លួននេះជាការផ្លាស់ប្ដូរដ៏ធំមួយពី portrait បែបចាស់ដៃរបស់ Cecilia សូមមើលដៃរបស់នាង Leonardo ចំណាយការយកចិត្តទុកដាក់ខ្លាំងលើម្រាមដៃនីមួយមានទំនោរនិងកង់ខុសគ្នាវាមិនមែនជាដៃដែលគូដោយប្រើបន្ទាត់ធម្មតាទេវាមានអារម្មណ៍ថាទន់មានឆ្អឹងមានសាច់មានចលនា Leonardo ជាអ្នកសិក្សាកាយវិភាគវិទ្យា Leonardo បានសិក្សា anatomy របស់មនុស្សយ៉ាងជ្រៅគាត់ចង់យល់ឆ្អឹងសាច់ដុំសន្លាក់សរសៃចលនាដូច្នេះនៅពេលគាត់គូដៃគាត់មិនគ្រាន់តែចម្លងរូបរាងខាងក្រៅទេគាត់យល់ពីរចនាសម្ព័ន្ធនៅខាងក្នុងហេតុអ្វីដែលមានសារៈសំខាន់កាន់និងគ្រប់គ្រងសត្វដូច្នេះដៃបង្ហាញពីទំនាក់ទំនងរវាងមនុស្សនិងសត្វហើយវាជួយបង្កើតសាច់រឿងភាពទន់ភ្លន់និងការគ្រប់គ្រង Cecilia មិនកាន់ Ermine ដោយកម្លាំងទេនាងកាន់វាយ៉ាងទន់ភ្លន់នេះបង្កើតអារម្មណ៍ថាអំណាចមិនចាំបាច់បង្ហាញដោយកម្លាំងនាងអាចគ្រប់គ្រងសត្វដោយភាពទន់ភ្លន់តែខាងក្រោយមានភាពងឹតវាមិនមានទេសភាពធំដូច Mona Lisa ទេនេះធ្វើឲ្យភ្នែករបស់យើងផ្ដោតលើមុខដៃសាកនិងសម្លៀកបំពាក់ហេតុអ្វី Leonardo ចូលចិត្តតែខាងក្រោយងឹតព្រោះវាធ្វើឲ្យតួអង្គលេចចេញវាដូចជាមនុស្សចេញពីភាពងឹតនេះក៏អាចធ្វើឲ្យ portrait មានអារម្មណ៍ផ្ទាល់ខ្លួនជាងមុនការច្របាច់បញ្ចូលគ្នារាងត្រីកោណបើមើលទាំងមូលយើងអាចសង្កេតឃើញ composition មានភាពស្ថិតស្ថេរក្បាល Cecilia ដងខ្លួនដៃនិងសត្វ Vermine បង្កើតទម្រង់ដែលមានសម្តុល្យ Leonardo ប្រើចំណេះដឹងធរណីមាត្រដើម្បីធ្វើឲ្យរូបភាពមានស្ថិរភាពទោះបីតួអង្គកំពុងបែរទៅមួយចំហៀងក៏ដោយការផ្លាស់ទីក្នុងរូបភាព Cecilia បែរទៅខាងឆ្វេង Ermine ក៏បែរទៅខាងឆ្វេងភ្នែករបស់អ្នកមើលត្រូវបាននាំពីមុខកស្មាដៃ Ermine នេះធ្វើឲ្យយើងមើលរូបភាពជាបន្តបន្ទាប់តែហេតុអ្វី Leonardo ឲ្យ Ermine បែរទៅមុខប្រសិនបើសត្វគ្រាន់តែអង្គុយស្ងៀមនៅក្នុងដៃវានឹងក្លាយជាគ្រឿងតុបតែងប៉ុន្តែដោយឲ្យវាបែរទៅមុខ Leonardo ធ្វើឲ្យវាមាន agency ឬមានអារម្មណ៍ថាវាជាតួអង្គមួយក្នុងរឿងតើ Cecilia កំពុងមើលនរណាយើងមិនដឹងនេះជាអាចកំបាំងតូចមួយប្រហែលជានាងកំពុងមើលមនុស្សម្នាក់អ្នកឧបត្ថម្ភមនុស្សដែលនិយាយជាមួយនាងឬអ្វីមួយនៅក្រៅស៊ុំ Leonardo មិនប្រាប់យើងទេហើយវាធ្វើឲ្យ portrait មានជីវិតគំនូរដ៏ល្អមួយអាចធ្វើឲ្យយើងមានអារម្មណ៍ថារឿងនេះកំពុងបន្តទោះបីខ្ញុំមើលវាត្រឹម1វិនាទីក៏ដោយ Lady with an Ermine មានអារម្មណ៍បែបនេះយ៉ាងខ្លាំង Cecilia មិនមើលអ្នកមើលនេះមានន័យថាយើងមិនមែនជាមជ្ឈមណ្ឌលនៃពិភពរបស់នាងទេនាងមានពិភពរបស់នាងកំពុងយកចិត្តទុកដាក់ចំពោះអ្វីមួយផ្សេងទៀតនេះធ្វើឲ្យនាងមើលទៅដូចជាមនុស្សពិតជាងជាតួអង្គដែលបង្កើតឡើងសម្រាប់អ្នកមើលតែប៉ុណ្ណោះអត្ថន័យនៃសម្លៀកបំពាក់ Cecilia ពាក់សម្លៀកបំពាក់ដ៏ស្អាតប៉ុន្តែមិនមែនជាសម្លៀកបំពាក់ដែលបង្ហាញភាពអស្ចារ្យខ្លាំងបំផុតទេនេះអាចបង្ហាញពីស្ថានភាពសង្គមភាពថ្លៃថ្នូរភាពទំនើបនិងរសជាតិរបស់រាជវាំង Milan គំនិតគឺភាពស្រស់ស្អាតនិងភាពវៃឆ្លាត Cecilia ត្រូវបានគេស្គាល់ថាមានការអប់រំនិងចំណេះដឹងដូច្នេះ portrait មិនមែនគ្រាន់តែបង្ហាញសម្រស់ទេវាអាចត្រូវបានមើលថាជារូបភាពរបស់ស្ត្រីដែលមានសម្រស់បញ្ញាស្ថានភាពសង្គមនេះជារឿងសំខាន់នៅ Renaissance ដែលមនុស្សចាប់ផ្ដើមផ្ដល់តម្លៃខ្លាំងជាងមុនទៅលើបុគ្គលិកលក្ខណៈរបស់មនុស្ស Leonardo និងចលនារបស់ព្រលឹង Leonardo ចាប់អារម្មណ៍លើអ្វីដែលគេអាចហៅថា mote dell'animo ចលនារបស់ចិត្តឬអារម្មណ៍ខាងក្នុងដែលបង្ហាញតាមរាងកាយឧទាហរណ៍មនុស្សម្នាក់មិនចាំបាច់និយាយថាពួកខ្ញុំភ្ញាក់ផ្អើលទេគ្រាន់តែបែរក្បាលបដូរភ្នែកផ្លាស់ទីដៃក៏អាចប្រាប់រឿងបាន Lady with an Ermine គឺជាឧទាហរណ៍ដ៏ល្អនៃគំនិតនេះតើ Leonardo គូមនុស្សឬគូចិត្តចម្លើយគឺទាំងពីរគាត់គូមុខដែលយើងមើលឃើញប៉ុន្តែគាត់ក៏ព្យាយាមបង្ហាញចិត្តដែលយើងមើលមិនឃើញអាចកំបាំងនៃសត្វជាសំណួរធំមួយគឺតើ Ermine តំណាងឲ្យអ្វីពិតប្រាកដវាអាចតំណាងឲ្យ Ludovico Sforza ភាពបរិសុទ្ធអត្តសញ្ញាណ Cecilia ឬទំនាក់ទំនងរវាងអ្នកទាំងពីរវាអាចមានអត្ថន័យច្រើនក្នុងពេលតែមួយការកែប្រែរូបភាពអ្នកស្រាវជ្រាវបានរកឃើញថា portrait នេះប្រហែលជាត្រូវបាន Leonardo កែប្រែជាច្រើនដំណាក់កាលមានភស្តុតាងបច្ចេកទេសដែលបង្ហាញថា composition ដើមអាចខុសពីអ្វីដែលយើងឃើញសប្តាហ៍ថ្ងៃនេះជារឿងគួរឲ្យចាប់អារម្មណ៍ព្រោះវាបង្ហាញថា Leonardo មិនមែនគូតែម្ដងហើយបញ្ចប់ទេគាត់អាចគិតឡើងវិញនិងកែប្រែគំនិតរបស់គាត់វាជារូបភាពនៃស្ត្រីម្នាក់ប៉ុន្តែមាននយោបាយនៅខាងក្រោយនេះជាចំណុចដែលមនុស្សជាច្រើនអាចមើលរំលង Cecilia មានទំនាក់ទំនងជាមួយមនុស្សដែលមានអំណាចបំផុតម្នាក់នៅ Milan Ermine មានទំនាក់ទំនងជាមួយនិមិត្តសញ្ញារបស់ Ludovico ដូច្នេះ portrait អាចមានស្រទាប់នយោបាយការបង្ហាញទំនាក់ទំនងជាមួយអ្នកមានអំណាចហេតុអ្វីស្នាដៃនេះសំខាន់ព្រោះវាបង្ហាញពីការផ្លាស់ប្ដូររបស់សិល្បៈ Renaissance 2តើមនុស្សម្នាក់មានមុខដូចម្ដេចទៅតើមនុស្សម្នាក់ជានរណានេះជាការផ្លាស់ប្ដូរ
ដ៏សំខាន់រូបភាពคล้ายជាវិធីស្វែងរកអត្តសញ្ញាណស្ត្រីម្នាក់ដែលមានរឿងរ៉ាវបើយើងឈប់មើលគំនូរនេះយើងមិនបានឃើញ Cecilia ទាំងជីវិតទេយើងឃើញតែមួយវិនាទីប៉ុន្តែ Leonardo ធ្វើឲ្យមួយវិនាទីនោះមានអារម្មណ៍ថាមានរឿងរ៉ាវជាច្រើននៅពីក្រោយនាងអាចកំពុងស្ដាប់រងចាំគិតឆ្លើយតបឬកំពុងមើលនរណាម្នាក់នេះជាអំណាចរបស់ Leonardo អាចធ្វើឲ្យភាពស្ងៀមស្ងាត់คล้ายជារឿងរ៉ាវគាត់មិនចាំបាច់គូព្រឹត្តិការណ៍ធំទេគ្រាន់តែបដូរភ្នែកក្បាលដៃសាកក៏អាចបង្កើតរឿងមួយបានប្រៀបធៀបជាមួយ Mona Lisa ស្ត្រីមើលទៅមុខមានទេសភាពមានស្នាមញឹមអាត់កំបាំងអត្តសញ្ញាណត្រូវបានជែក Lady with an ermine ស្ត្រីបែរទៅម្ខាងទេខាងក្រោយសាមញ្ញមានសត្វជានិមិត្តសញ្ញាអត្តសញ្ញាណត្រូវបានស្គាល់មានទំនាក់ទំនងជាមួយអ្នកមានអំណាចទាំងពីរបង្ហាញថា Leonardo ចាប់អារម្មណ៍លើមនុស្សនិងចិត្តរបស់មនុស្សតើ Cecilia ស្រស់ស្អាតដោយសារអ្វីមិនមែនតែដោយសារមុខទេ Leonardo បង្កើតសម្រស់តាមរយៈសមាមាត្រពន្លឺស្បែកសក់ដៃកាយវិការនេះជាសម្រស់ដែលមានចលនានិងបុគ្គលិកលក្ខណៈស្នាដៃនេះនិងវិទ្យាសាស្ត្រ Leonardo មិនបានបែងចែកពិភពលោកជាសិល្បៈនិងវិទ្យាសាស្ត្រដាច់ពីគ្នាទេសម្រាប់គាត់ការគូដៃត្រូវការចំណេះដឹងកាយវិភាគវិទ្យាការគូសត្វត្រូវការការសង្កេតធម្មជាតិការគូពន្លឺត្រូវការការយល់ដឹងពី optics ការគូមនុស្សត្រូវការការយល់ដឹងពីចិត្តសាស្ត្រនេះហើយជាមូលហេតុដែលគាត់ត្រូវបានគេចាត់ទុកថាជា Renaissance polymath អ្វីដែល Leonardo ចង់ឲ្យយើងឃើញនៅពេលដំបូងស្ត្រីម្នាក់កាន់សត្វប៉ុន្តែបន្ទាប់ពីសិក្សាយើងឃើញស្ត្រីវ័យក្មេងម្នាក់នៅក្នុងបរិយាកាសរាជវាំងកំពុងបង្ហាញអត្តសញ្ញាណទំនាក់ទំនងនិងស្ថានភាពរបស់នាងតាមរយៈសត្វមួយដែលមាននិមិត្តសញ្ញានេះជាភាពខុសគ្នារវាងការមើលនិងការយល់សរុបមក Lady with an ermine គឺជាស្នាដៃដែលមើលទៅសាមញ្ញប៉ុន្តែមានស្រទាប់អត្ថន័យជាច្រើនយើងឃើញស្ត្រីម្នាក់និងសត្វមួយប៉ុន្តែបើយើងមើលឲ្យជ្រៅយើងឃើញ Cecilia Gallerani Ludovico Sforza អំណាចស្នេហាស្ថានភាពសង្គមភាពបរិសុទ្ធអត្តសញ្ញាណចលនារបស់ចិត្តហើយនេះគឺជាអ្វីដែលធ្វើឲ្យ Leonardo ខុសពីវិចិត្រករធម្មតាគាត់មិនគ្រាន់តែសួរតើមនុស្សម្នាក់មើលទៅដូចម្តេចគាត់សួរតើមនុស្សម្នាក់ជានរណាហើយប្រហែលជានេះជាសារដ៏សំខាន់បំផុតពី Lady with an ermine មនុស្សម្នាក់មិនអាចត្រូវបានកំណត់ដោយមុខរបស់គេតែប៉ុណ្ណោះទេអត្តសញ្ញាណរបស់មនុស្សត្រូវបានបង្កើតឡើងដោយទំនាក់ទំនងជំនឿអំណាចអារម្មណ៍និងរឿងរ៉ាវដែលលាក់នៅពីក្រោយរូបរាងយើងនឹងលើកស្នាដៃមួយទៀតរបស់លោកមកបង្ហាញពេលក្រោយ